ខ្ញុំសូមជម្រាបទៅកាន់អ្នកប្រជាធិបតេយ្យមួយចំនួនដែលលេងបណ្ដាញសង្គមហើយយល់ច្រឡំទៅលើសេចក្តីថ្លែងការណ៍នេះថាហេតុអីបានប្រទេសថៃហ៊ានប្រើអាវុធធុនធ្ងន់មកកាន់ប្រទេសកម្ពុជាប្រទេសថៃផ្អែកទៅលើប្រទេសកម្ពុជាគឺជាជំរកអ ுக ្រិតជនឆ្លងដែនដែលយើងផ្ដល់ទីស្នាក់អាស្រ័យដល់មេអ ுக ្រិតជនទាំងនោះរួមទាំងលោកហ៊ុនសែនផ្ទាល់គឺជាអ្នកកាំងពីក្រោយរបស់អ ுக ្រិតជនថៃតែងតែទម្លាក់គ្រាប់ទៅលើបណ្ដាអាគារអនឡាញមួយចំនួនកាស៊ីណូមួយចំនួនហើយថៃទៅប្រាប់អន្តរជាតិគ្រប់បណ្ដាប្រទេសទាំងអស់ថាគេកំពុងតែបង្ក្រាបអ ுக ្រិតជនឆ្លងដែនដែលប្រព្រឹត្តអ ுக ្រិតកម្មនៅក្នុងប្រទេសកម្ពុជា scam អនឡាញនេះជាដើមដែលយើងដឹងថាកន្លងមកលោក Gen Z ដែលជាទីប្រឹក្សាលោកហ៊ុនសែននេះគឺជាមេអ ுக ្រិតជនអន្តរជាតិតែម្ដងថៃសំអាងទៅលើរឿងនេះបានវាយលុកប្រទេសកម្ពុជាមិនខ្លាចញញើតនឹងច្បាប់អន្តរជាតិពីព្រោះថាប្រទេសនានាគេកំពុងតែចង់បង្ក្រាបអ ுக ្រិតជនដែលប្រព្រឹត្តអ ுக ្រិតកម្មបទល្មើសតាមប្រព័ន្ធអ៊ីនធឺណិតក្នុងការលាងលុយខ្មៅអីជាដើមហើយអ្នកទាំងនោះដឹងថាប្រទេសកម្ពុជាកំពុងតែអោបក្រសោបជាមួយនឹងមេអ ுக ្រិតជននិងពាក់ព័ន្ធជាមួយនឹងលុយខ្មៅរាប់ពាន់កោតអញ្ចឹងគេមិនខ្លាចហើយគេក៏មិនញញើតនឹងច្បាប់អន្តរជាតិក្នុងការបាញ់ប្រហារមកកាន់ប្រទេសខ្មែរដែរហើយប្រទេសជនបរទេសដទៃទៀតក៏គេមិនហ៊ាននឹងមានចិត្តចង់លូកដៃជួយប្រទេសខ្មែរដែរព្រោះគេយល់ថាខ្មែរកំពុងតែមានឈ្មោះល្អពេកនៅលើឆាកអន្តរជាតិដោយសារតែលោកហ៊ុនសែនលោកហ៊ុនម៉ាណែតចាលោកហ៊ុនតូបពពួកនឹងមន្ត្រីគ្រួសារហ៊ុនមួយចំនួនគឺជាប់ឈ្មោះជាមួយនឹងការលាងលុយខ្មៅជំរាបជូនបងប្អូនឲ្យគិតពិចារណាយ៉ាងស៊ីជម្រៅថាហេតុអីបានជាប្រទេសថៃមិនខ្លាចច្បាប់អន្តរជាតិថៃមិនខ្លាចដូណាល់ត្រាំដែលជាប្រទេសមហាអំណាចពីព្រោះថាដូណាល់ត្រាំកំពុងតែចាត់វិធានការក្នុងការចាប់មេអ ுக ្រិតជននេះសហការជាមួយបណ្ដាប្រទេសផ្សេងៗក្នុងការបង្ក្រាបអ ுக ្រិតកម្មលបែងតាមអនឡាញការឆោបបោកអីផ្សេងៗតែប្រទេសកម្ពុជាបែរជាបើកធូររលុងក្នុងការផ្ដល់ទិដ្ឋាការវីសាលើកលែងទិដ្ឋាការវីសាចំពោះជនជាតិចិនឲ្យជនជាតិចិនលំហូរចូលប្រទេសកម្ពុជាដោយឥតដែនកំណត់សូមបងប្អូនខ្មែរពិចារណាដើមហេតុដើមទៅដែលធ្វើឲ្យប្រទេសកម្ពុជាធ្លាក់ចូលសង្គ្រាមសឹកដល់សាហាវខូខើយងក្នុងបែបនេះធ្វើឲ្យវីរៈកងទ័ពរបស់យើងបាត់បង់ជីវិតធ្វើឲ្យប្រជាពលរដ្ឋខ្មែរគ្មានទីជម្រករត់ភៀសខ្លួនគ្រប់ទីកន្លែងមិនត្រឹមតែរត់អំពីក្របកាំភ្លើងទេរត់អំពីផ្សែងពុលរបស់សៀមថែមទៀតតើកំហុសនេះផ្ដើមចេញពីអ្នកណាផ្ដើមចេញពីពលរដ្ឋខ្មែរឬផ្ដើមចេញពីអ្នកប្រឆាំងឬផ្ដើមចេញអំពីការដឹកនាំរបស់គ្រួសារហ៊ុនដែលពាក់ព័ន្ធជាមួយនឹងមេអ ுக ្រិតជនសូមបងប្អូនបើកចិត្តឲ្យទូលាយក្នុងការពិចារណាអំពីសង្គ្រាមដើមហេតុនេះចា៎